បាទសួស្តីបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសារជាថ្មីកន្លឹះវីដេអូនេះខ្ញុំមកបង្ហាញបងប្អូនរបៀបទៅឆែកមើលបាទឆាតរបស់យើងគេលោកមានបុគ្គលផ្សេងទៀតបាទចូលមកលេងឬក៏មកស្រងំនៅក្នុងបាទឆាតរបស់យើងនៅយើងមិនដឹងខ្លួនអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនគួរតែបាទចូលទៅឆែកមើលទាំងអស់គ្នាបាទដើម្បីយើងការពារគាត់បើជាងព្យាបាលបងប្អូនណាតោះកុំនៅចាំយូរអីបងប្អូនគ្រាន់តែចូលនៅក្នុងបាទឆាត Messenger របស់យើងនឹងមកបន្តមកទៀតខ្ញុំសូមដោះលេខកូដដៃរបស់ខ្ញុំបន្តិចសិនពេលលោតមកផ្ទាំងបែបនេះបងប្អូនមើលខាងក្រោមនេះបាទកន្លែងត្រេ3អញ្ចឹងណាបងប្អូនបាទហ្នឹងហើយសម្រាប់ iPhone គឺនៅខាងលើសម្រាប់ពពួក Oppo Samsung គឺនៅបាទខាងក្រោមបងប្អូនចុចចូលបាទត្រេ3ហ្នឹងមកហើយបងប្អូនមើលខាងលើបាទកន្លែងដូចជាលីបកង់បាទ setting ឬការកំណត់បងប្អូនបាទចុចចូលទីនេះមកបងប្អូនអូស scroll ឡើងលើបងប្អូនយកពាក្យនេះបាទបងប្អូនមើលបាទរូបសញ្ញារបស់គេអញ្ចឹងណាបងប្អូនឃើញទេបាទ privacy and safety បងប្អូនណាហ្នឹងហើយបងប្អូនគ្រាន់តែចុចចូលបាទទីនេះមកហើយបងប្អូនអូស scroll ឡើងលើបន្តិចបងប្អូនឃើញពាក្យនេះបាទនេះបងប្អូនណានេះកន្លែងខ្ញុំបាទអូសហ្នឹងបាទអូសបន្ទាត់ហ្នឹងបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនកត់សម្គាល់បើមិនជាទូរស័ព្ទបងប្អូនដាក់ជាស្រុកខ្មែរបាទអញ្ចឹងបងប្អូនមើលបាទទៅតាមហ្នឹងទៅណាបងប្អូនណាឥឡូវខ្ញុំចុចចូលទីនេះបងប្អូនចុចយកកន្លែងចំណុចទី2បាទ security alert នេះមកបាទហ្នឹងហើយចុចចូលបងប្អូនយកខាងក្រោមបាទ view all login បងប្អូនណាហ្នឹងហើយចុចចូលបងប្អូនឃើញបាទ chat messenger មួយហើយនិង app Facebook មួយអញ្ចឹងបាទ app Facebook ហើយនិង chat messenger គឺម៉ាកទូរស័ព្ទតែមួយបាទសិនជាបងប្អូនឃើញមានម៉ាកទូរស័ព្ទឬក៏កុំព្យូទ័រផ្សេងទៀតលោកនៅខាងក្រោមបងប្អូនគួរតែលុបចេញឲ្យលឿនបាទអញ្ចឹងគេកំពុងតែចូលលេង chat ជាមួយយើងដែរហើយបងប្អូនណាតែគ្រាន់តែគេនៅស្ងៀមស្ងាត់អញ្ចឹងគេចង់មើលបាទពីសកម្មភាពការផ្ញើ chat របស់យើងទៅបុគ្គលណាខ្លះអញ្ចឹងបងប្អូនណាហ្នឹងហើយបងប្អូនចង់លុបចេញបងប្អូនចុចលើម៉ាកទូរស័ព្ទឬក៏កុំព្យូទ័រដែលមិនមែនជាបងប្អូនមកគ្រាន់ចុចចូលចែកឡើយខ្ញុំឧទាហរណ៍បងប្អូនចុចលើវាមកបាទចុចលើហើយវានឹងលោតមកចេញមកផ្ទាំងបែបនេះបងប្អូនគាត់យកដៃបងប្អូននេះបាទអូសយកដៃបងប្អូនទាញផ្ទាំងសចាឃើញទេបាទគាត់តែចកត់លើផ្ទាំងសនោះទាញឲ្យបងប្អូនអូសមកនឹងឃើញពាក្យថា log out បងប្អូនហ្នឹងហើយបងប្អូនគាត់តែចុចពាក្យថា log out មកអញ្ចឹងវានឹងលុបចេញពី chat messenger របស់យើងតែម្ដងបងប្អូនគួរតែឧស្សាហ៍ចែកមើលលើ chat messenger របស់យើងផងដើម្បីយើងការពារ chat របស់យើងឲ្យបានរឹងមាំហើយនឹងសុវត្ថិភាព 100%បាទកន្លែងនេះខ្ញុំសូមបាទតបន្តិចបងប្អូនណាហ្នឹងហើយសម្រាប់បងប្អូនដែលគាត់បាទចង់ដំឡើង app account Facebook ឲ្យបានច្រើនណាបងប្អូនឃើញបាទខ្ញុំតម្លើងបងប្អូនតម្លើង account Facebook មិនមែនតែមួយកម្មវិធីបងប្អូនបាទច្រើនកម្មវិធីបងប្អូននេះដល់ប្រហែល account នេះបងប្អូនចង់បាទ clone វាណាចង់ clone វាប្រហែល account ក៏បានដែរបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនចេញមកនេះកម្មវិធីមួយនេះបងប្អូនណាហើយនេះមួយទៀតបងប្អូនណានេះអញ្ចឹងបើសិនជាបងប្អូនចង់បាទតម្លើង app account Facebook ឲ្យច្រើនណាហ្នឹងហើយនេះបងប្អូនឃើញបាទឃើញខុសគ្នាបងប្អូននេះឃើញទេបាទបងប្អូនចាំមើលមេរៀនក្រោយ